รื่องกาโดดาเตวดาสอบพระไตមានយុវជនម្នាក់ឈ្មោះសុភ័ក្រជាមនុស្សដែលជោគជ័យក្នុងមុខងារនៅទីក្រុងណាស់រៀងរាល់ឆ្នាំនៅពេលជិតដល់ថ្ងៃសង្ក្រាន្តសុភ័ក្រតែងតែរវល់ទិញសម្ភារៈថ្លៃៗដូចជាទូរទស្សន៍ថ្មីម៉ាស៊ីនត្រជាក់ថ្មីនិងខោអាវម៉ាក់ល្បីៗផ្សេងផ្ញើទៅឲ្យឪពុកម្ដាយនៅឯស្រុកដើម្បីបង្ហាញពីភាពមានបានរបស់ខ្លួនឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរសុភ័ក្របានផ្ញើលុយមួយចំនួនធំទៅឲ្យម្ដាយសម្រាប់រៀបចំទទួលទេវតាប៉ុន្តែកាលពីយប់មិញគាត់បានយល់សប្បាត់ឃើញទេវតាឆ្នាំថ្មីយាងចុះមកប្រាប់ថាយើងមិនត្រូវការគ្រឿងសក្ការៈបូជាដែលទិញដោយមាសប្រាក់ច្រើនលើកលប់នោះទេយើងរងចាំមើលតែកាដូដ៏មានតម្លៃបំផុតមួយដែលឯងមិនទាន់បានប្រគល់ឲ្យឪពុកម្ដាយនៅឡើយសុភ័ក្រភ្ញាក់ពីដេកទាំងងឿងឆ្ងល់គាត់គិតថាតើមានអ្វីដែលថ្លៃជាងមាសប្រាក់ដែលយើងផ្ញើទៅទៀតគាត់ក៏សម្រេចចិត្តសុំច្បាប់សម្រាកពីការងារហើយធ្វើដំណើរទៅផ្ទះនៅឯស្រុកកំណើតទាំងយប់ពេលទៅដល់ផ្ទះគាត់ឃើញម្ដាយរបស់គាត់កំពុងអង្គុយម្នាក់ឯងមើលរូបថតកាលពីគាត់នៅតូចទឹកមុខគាត់មើលទៅរីករាយប៉ុន្តែក៏បង្កប់នូវភាពឯកោសុភ័ក្រក៏ដើរចូលទៅលុតជង្គង់សំពះរួចអោបម្ដាយពីក្រោយម្ដាយគាត់ភ្ញាក់ព្រឺតហើយស្រក់ទឹកភ្នែកដោយក្តីរំភើបព្រោះគាត់មិននឹកស្មានថាឆ្នាំនេះកូនត្រឡប់មកវិញឡើយក្នុងថ្ងៃសង្ក្រាន្តនោះសុភ័ក្រមិនបាននៅជាប់តែនឹងទូរស័ព្ទដូចមុនទេគាត់ជួយម្ដាយបោសសម្អាតផ្ទះគាត់ចូលផ្ទះបាយស្លរំហូបដែលម្ដាយចូលចិត្តគាត់បានដងទឹកមកលាងជម្រះជើងនិងងូតទឹកជូនឪពុកម្ដាយរួចសូមខមាទោសចំពោះកំហុសឆ្គងកន្លងមកម្ដាយរបស់គាត់បាននិយាយតាំងស្នាមញញឹមថាកូនអើយរបស់ថ្លៃដែលកូនផ្ញើមកមិនស្មើនឹងវត្តមានរបស់កូននិងពាក្យសម្ដីផ្អែមល្អែមដែលកូននិយាយជាមួយម៉ែឪប៉ុន្មាននាទីនេះទេរំពេចនោះសុភ័ក្រក៏នឹកឃើញដល់សុបិនកាលពីយប់មិញគាត់យល់ច្បាស់ហើយថាកាដូដែលទេវតាសពប្រតិបំផុតមិនមែនជាគ្រឿងតុបតែងផ្ទះឲ្យស្រស់ស្អាតនោះទេប៉ុន្តែគឺជាសេចក្តីកតញ្ញូនិងពេលវេលាដ៏មានតម្លៃដែលកូនផ្ដល់ឲ្យអ្នកមានគុណ